បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនភាសាជប៉ុនវគ្គកម្រិតដំបូងទាំងអស់គ្នាហើយវីដេអូថ្ងៃនេះដែរគឺយើងមករៀន Hiragana ទាំងអស់គ្នាភាសាជប៉ុនគឺវគ្គកម្រិតដំបូងគឺយើងទាមទារឲ្យយើងត្រូវចេះកតា Hiragana និងកតាកាណាដើម្បីអាចអានភាសាជប៉ុននិងនិយាយភាសាជប៉ុនបានលុះត្រាតែយើងរៀនពីវគ្គកម្រិតដំបូងទៅទើបយើងអាចមានគ្រឹះរឹងមាំហើយអាចសន្ទនាបានច្បាស់ស្ដាប់បានល្អហើយនឹងអានបានត្រឹមត្រូវល្អអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងទៅមើលពាក្យ Hiragana ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបអាននិងរបៀបសរសេរ Hiragana ទាំងអស់ឲ្យអ្នកទាំងអស់គ្នាបានដឹងឲ្យបានយល់ឥឡូវយើងចាប់ផ្ដើមអានទាំងអស់គ្នាយើងបើយើងមានប៊ិចសរសេរឬក៏សភៅកត់ត្រាអីយើងអាចកត់ត្រាបានហើយបើយើងអ្នកទាំងអស់គ្នាមើលអត់តន់ត្រង់ណាអាចមើលម្ដងទៀតសារឡើងវិញបានហើយបើសិនជាមានចម្ងល់មានបញ្ហាអត់តន់កន្លែងណាអីអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនឹងបានឥឡូវយើងអានទាំងអស់គ្នាអ៊ីអ៊ឺអេអូអ្នកទាំងអស់គ្នាក្នុង Hiragana នេះគឺវាមានជួរវាគឺយើងមានអានពីឆ្វេងមកស្ដាំហើយពីលើមកក្រោមជួរ5ជួរ5តួអក្សរខាងលើនេះគឺជាស្រៈរបស់វាហើយយើងអានអ៊ីអ៊ឺអេអូអក្សរអង់គ្លេសនេះគឺយើងស៊ីងដែលយើងអានវាបងប្អូនហើយអក្សរនេះគឺជាអក្សរជប៉ុនរបស់ Hiragana របស់ជប៉ុនហ្នឹងហើយឥឡូវយើងចាំជួរទី1គឺមាន5ជួរហ្នឹងគឺជាស្រៈរបស់ភាសាជប៉ុនយើងចាំ5ជួរហ្នឹងយើងអាចអានជាជួរក្រោមទៀតហើយឥឡូវយើងចូលជួរទី2កគិគឺកេកោត្រង់នេះយើងអានជាសលេងអក្សរកក៏បានអក្សរខក៏បានអត់បញ្ហាទេបងប្អូនតែសំខាន់ឲ្យតែយើងចាំនិងចំណាំខ្លួនឯងពេលខ្លះយើងអានយើងនិយាយគេទៅនិយាយកៈតែដល់ពេលគេនិយាយមកយើងវិញនិយាយខៈហ្នឹងគឺមានន័យដូចគ្នាទេបងប្អូនកុំច្រឡំអីយើងអានខៈក៏បានកៈក៏បានអត់បញ្ហាទេឥឡូវយើងជួបបន្តទៀតគឺសៈស៊ីសឺសេសូនេះគឺជាជួរសៈអក្សរអេសបងប្អូនអក្សរសហើយជួរខាងលើជួរអក្សរកនិងអក្សរខជួរខាងក្រោមគឺជួរអក្សរសអញ្ចឹងងាយស្រួលទេបងប្អូនដោយសារបើសិនជាយើងចាំ5ជួរខាងលើនេះហើយវាងាយស្រួលទេយើងអានប្រកបដូចគ្នាប៉ុន្តែយើងដូរជាអក្សរឥឡូវយើងអានថាខាងលើនេះអានថាអដល់ពេលខាងក្រោមជួរកយើងអានកៈដល់ពេលជួរសយើងអានសៈវាដូចតែគ្នាទេបងប្អូនខុសថាអក្សរដូរតែអក្សរទេប៉ុន្តែស្រៈនៅតែដែរឥឡូវយើងអានជួរខាងក្រោមទៀតតឈីសឺតេតោត្រង់នេះបងប្អូនត្រូវចំណាំទាំងអស់គ្នាត្រង់ជួរតនេះយើងចន្លោះពីអក្សរនេះអត់ដូចជួរខាងលើទេយើងអានតឈីសឺតេតោដូចជួរនេះអានសៈស៊ីសឺសេសូវាអានតាមស្រៈរបស់វាបងប្អូនប៉ុន្តែត្រង់ជួរតគឺគេដូរពីអក្សរនេះយើងអានស៊ីទៅជាសឺឈីសឺខុសតែពីរនេះបងប្អូនហើយ3នេះយើងអានធម្មតាតឈីសឺតេតោត្រង់ហ្នឹងបងប្អូនទីមទាបងប្អូនយើងចំណាំដែរយើងចាំស្រៈទាំងអស់គ្នាកុំឲ្យយើងច្រឡំបើសិនជាយើងច្រឡំយើងអានតតិទឹកតេតោគឺអត់ត្រូវទេបងប្អូនយើងអានថាតឈីសឺតេតោត្រង់នេះសឺត្រង់ជួរសៈហើយនិងជួរតសឺនឹងវាស្តៀងតែគ្នាទេបងប្អូនប៉ុន្តែភាសាជប៉ុនយើងសរសេរខុសគ្នា
មួយចេញសលេងអក្សរ T តិចមួយចេញអក្សរសបន្តិចត្រង់ហ្នឹងយើងទាមទារយើងចំណាំមកបងប្អូនពេលខ្លះយើងនិយាយពាក្យឬក៏និយាយប្រយោគអីមកនិយាយសឹកដូចគ្នាទេបងប្អូនតែគ្រាន់តែយើងសរសេរខុសគ្នាបន្តិចឥឡូវជួរខាងក្រោមនេះគឺជួរណាក់យើងអានទាំងអស់គ្នាណាក់នេះនឹកណែណោណាក់នេះនឹកណែណោត្រង់នេះជួរណាក់យើងអានបូកស្រៈធម្មតាបងប្អូនបូកស្រៈខាងលើធម្មតាយើងអានណាក់នេះនឹកណែណោខុសតែជួរតាក់ទេហើយនឹងជួរហាក់ឥឡូវយើងអានជួរចូលជួរហាក់ទាំងអស់គ្នាហាក់ហ៊ីហ្វឹហេហោហាក់ហ៊ីហ្វឹហេហោត្រង់នេះអក្សរហ្វឹគឺជាករណីលើកលែងមួយទៀតហើយបងប្អូនយើងត្រូវចំណាំទាំងអស់គ្នាយើងអានអត់អាចអានហ្វឹបានទេនឹងអត់អាចយើងបានហឹបានទេយើងអានទៅជាហ្វឹហើយយើងអានម្ដងទៀតហាក់ហ៊ីហ្វឹហេហោត្រង់ហ្នឹងគឺយើងករណីពិសេសមានមួយអក្សរទៀតចឹងទាំងអស់វាមាន3អក្សរគឺទាមទារឲ្យបងប្អូនទាំងអស់គ្នានឹងត្រូវតែចំណាំឥឡូវយើងអានចូលជួរបន្ទាប់ទៀតម៉ាក់មីមឹមេម៉ូម៉ាក់មីមឹមេម៉ូចូលជួរបន្ទាប់ទៀតគឺជួរយ៉ាយ៉ាយឹយោយ៉ាយឹយោត្រង់នេះគឺជួរយ៉ាគឺមានតែ3អក្សរទេបងប្អូនយើងអានធម្មតាដោយសារជួរនេះនៅជួរយ៉ាយើងជួរអចឹងយើងអានយ៉ាដល់ពេលយឹនេះយើងវានៅជួរកដាលនេះយើងអានយឹជួរយឹជួរអ៊ឹហើយដល់ពេលត្រង់នេះគឺនៅជួរអយើងអានយកវាម្លងពិតមែនប៉ុន្តែយើងអានតាមជួរវាដដែលបងប្អូនយើងត្រូវចំណាំជួរយ៉ាគឺមានតែ3ហ្នឹងទេឥឡូវដល់ជួររ៉ារីឬរេរ៉ូរ៉ារីឬរេរ៉ូត្រង់នេះគឺយើងអានតាមស្រៈរបស់វាធម្មតាបងប្អូនអត់មានករណីពិសេសមានអីទេរ៉ារីឬរេរ៉ូទៅជួរចុងក្រោយគឺជួរវ៉ាអូត្រង់នេះគឺករណីពិសេសមួយទៀតហើយបងប្អូនទាំងអស់គ្នាត្រូវតែចំណាំអូនេះវាអានដូចគ្នាបងប្អូនអូមួយទៀតមួយគឺជាស្រៈរបស់វាមួយទៀតគឺជាមិនមែនជាស្រៈទេយើងប្រើវាអានដូចគ្នាមែនប៉ុន្តែវាមានលក្ខណៈប្រើខុសគ្នានៅក្នុងវីដេអូក្រោយទៀតអ្នកទាំងអស់គ្នានឹងបានយល់ហើយថាអូប្រើម៉េចបើគេនិយាយឲ្យគ្នាហ្នឹងយើងប្រើមិនទៅនៅវីដេអូក្រោយទៀតអ្នកទាំងអស់គ្នានឹងយល់អូនេះគឺជាទម្រង់ភ្ជាប់នឹងការនិយាយចុះពាក្យចុងក្រោយគឺយើងអានក៏បានក៏បានត្រង់នេះហិរ៉ាកាណារបស់ភាសាជប៉ុនគឺមានតែប៉ុណ្ណឹងទេបើមិនជាអ្នកទាំងអស់គ្នាចាំទាំងសរសេរទាំងការអានទាំងការនិយាយហើយគឺអ្នកទាំងអស់គ្នាអាចរៀនភាសាជប៉ុនបានហើយគឺវាងាយស្រួលមែនតើសំខាន់គឺមូលដ្ឋានគ្រឹះរបស់យើងឲ្យវារៀងរឹងទៅយើងអាចងាយស្រួលហើយត្រង់នេះឥឡូវយើងអានម្ដងទៀតអាអ៊ីអ៊ឺអេអូកាគីគឺកេកោសាស៊ីស៊ឺសេសូតាឈីស៊ឺតេតូណានីនឺណេណូហាហ៊ីហ្វឹហេហូម៉ាមីមឺមេម៉ូយ៉ាយឹយោរ៉ារីឬរេរ៉ូវ៉ាអូហើយចំពោះហិរ៉ាកាណានេះគឺមានតែប៉ុណ្ណឹងទេឥឡូវយើងចូលទៅមើលពាក្យបន្តទៀតអក្សរបន្តទៀត
អក្សរនេះគឺយើងហើយចំពោះអក្សរនេះគឺយើងបានមកពីស្រៈអំបាច់មិញទេដែលយើងបានមើលបានរៀននៅខាងមុនហ្នឹងយើងគ្រាន់តែអានដូចគ្នាបងប្អូនអ្នកទាំងអស់គ្នាអានដូចគ្នាទៅតែគ្រាន់តែយើងឡើងសំឡេងវារៀងធំបន្តិចហើយដូចជាជួកៈនេះយើងអានឡើងកាហ្គីហ្គឺហ្កេហ្គោកាហ្គីហ្គឺកេហ្គោត្រង់នេះគឺអក្សរកៈយើងអានធម្មតាប៉ុន្តែយើងបន្ថែមបតពីនេះគឺអានយ៉ាងថាតែនបតពីទៅយើងអានទៅជាសលេងធំត្រង់ហ្នឹងគឺយើងគ្រាន់តែតឡើងសលេងរៀងធំតិចទៅយើងអាចអានបានទេបងប្អូនអាចបានត្រូវហើយយ៉ាងឥឡូវយើងអានម្ដងទៀតកាហ្គីហ្គឺកេហ្គោតែទៅតាមពិតទៅគឺលើជួកៈនេះតែគ្នាទេបងប្អូនឥឡូវយើងអានជួបន្តទៀតសាជីស៊ឺសេសូសាជីស៊ឺសេសូត្រង់នេះយើងចំណាំទាំងអស់គ្នាបងប្អូនគឺអក្សរជីនេះយើងអានជាជីក៏បានអក្សរជីក៏បានដែរបើយើងនិយាយសាមញ្ញឲ្យស្រួលស្ដាប់ទៅយើងអានអក្សរជីក៏បានដែរវាអត់បញ្ហាទេដល់ពេលដែលយើងអានស្រៈអញ្ចឹងទៅវាពាក្យមួយអញ្ចឹងយើងអានតាមឲ្យត្រូវពាក្យវាបងតែដល់ពេលយើងនិយាយជា clear ទៅយើងនិយាយចេញខ្យល់មកអក្សរជីទៅជាអក្សរជីនេះជាជីក៏បានដែរគេស្ដាប់បានដែរបងប្អូនហើយជួក្រោយទៀតតាតឡើងទៅជាសលេងធំទៅជាដាក់ជីស៊ឺដេដូដាក់ជីស៊ឺដេដូត្រង់នេះអក្សរឈិនេះយើងអានជីដូចគ្នាបងប្អូនយើងអានជីដូចគ្នាក៏បានអានជីដូចគ្នាក៏បានដែរត្រង់ហ្នឹងគឺយើងពេលដែលយើងនិយាយ clear ទៅយើងអាចអានដូចគ្នាវាចេញខ្យល់ដូចគ្នាដល់ពេលយើងនិយាយ clear មួយត្រង់នេះយើងដូរស៊ឺគឺសលេងដូចតែគ្នាទេបងប្អូនវាថែមតែទៅដូចតែគ្នាទេតែគ្រាន់តែការសរសេរគឺខុសគ្នាយើងអាចអានដូចគ្នាបានព្រោះតែពេលយើងអានសន្ទនាឬក៏និយាយជាមួយជនជាតិជប៉ុនឬក៏គ្រូជប៉ុនអីយើងចេញទៅជាស៊ឺដូចគ្នាដែរត្រង់នេះយើងអានបន្តទៀតបាប៊ីប៊ឺបេបូបាប៊ីប៊ឺបេបូត្រង់នេះគឺជួហៈយើងអាចអានទៅជាពីរវាមានពីរសលេងមួយជួអក្សរបមួយទៀតគឺជួអក្សរពឥឡូវយើងអានអក្សរបហើយយើងចូលអក្សរពម្ដងបាពីពឺពេពោត្រង់នេះខាងលើនេះបតពីនេះគឺតែបងប្អូនដល់រង្វង់មូលនេះគេហៅណារឹនឹងចេញទៅជាខ្យល់អក្សរពយើងអានបូកអក្សរពបូកជាមួយនឹងស្រៈរបស់5យើងហ្នឹងយើងអាចអានបានហើយអក្សរឥឡូវយើងអានអស់គ្នាម្ដងទៀតបាពីពឺពេពោត្រង់នេះយើងចំណាំទាំងអស់គ្នាបងប្អូនពាក្យអក្សរបូកជាមួយនឹងណារឹហ្នឹងអក្សរវងមូលដូចជាលេខ0តូចហ្នឹងយើងមានតែជួហៈមួយទេជួហៈវាមាន2វាមានតែនមួយវាមានណារឹមួយប៉ុន្តែយើងអានសលេងខុសគ្នាមួយទៅជាបមួយទៀតទៅជាពយើងទៀមទាឲ្យយើងចំណាំទាំងអស់គ្នាបងប្អូនហើយអ្នកទាំងអស់គ្នារៀនអានរៀនចំណាំរៀនសរសេរដើម្បីឲ្យឆាប់ចេះឆាប់ចាំឥឡូវនៅក្នុងជួរនេះមានតែប៉ុណ្ណឹងយើងចូលទៅបន្តទៀតឥឡូវយើងចូលមកដល់ស្រៈបន្តទៀតគឺយើងអានស្តៀងគ្នាបានដែរយើងយកពីជួគិជួអក្សរគិយើងមកបូកបញ្ចូលគ្នា
ត្រង់នេះវាមានពីរអក្សរមែនតែយើងអានជាមួយពាក្យទេត្រង់នេះយើងចំណាំថាអក្សរធំអក្សរតូចអក្សរធំអក្សរតូចនេះយើងថាជើងវានិយាយភាសានិយាយស្រួលស្ដាប់ទៅយើងថាជើងវាដូចជើងកជើងខយើងអញ្ចឹងបងប្អូនហើយត្រង់នេះគេអានថាអ៊ីសេសយ៉ាអញ្ចឹងយើងរៀនអានទាំងអស់គ្នាខ្យាខ្ជឹខ្ជោខ្យាខ្ជឹខ្ជោអានបន្តទៀតខ្យាខ្ជឹខ្ជោខ្យាខ្ជឹខ្ជោត្រង់នេះជើងវាមានតែ3ទេបងប្អូនយើងចំណាំទាំងអស់គ្នា3ហ្នឹងគឺជួយ៉ាហ្នឹងវាមានយ៉ាយឹយោត្រង់ថាស្រៈហិរាកណាមុនហ្នឹងដែលយើងបានរៀនហ្នឹងគឺវាមានជួយ៉ាវាមាន3ហ្នឹងគឺយើងយកមកបូកជាមួយជើងវាឥឡូវយើងអានម្ដងទាំងអស់គ្នាខ្យាខ្ជឹខ្ជោ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 ចូលមកបន្តទៀតងានចាជឹជោចាជឹជោចាជឹជោត្រង់នេះអក្សរនេះយើងមិនអានទៅជានិយាយយើងអានណាញ៉ាញឹញោញ៉ាញឹញោញ៉ាញឹញោហៀ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 មៀ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 រិយារិយរិយោរិយារិយរិយោត្រង់នេះបងប្អូនត្រូវតែរៀនអានទាំងអស់គ្នាព្រោះវាបញ្ចេញខ្យល់រៀងពិបាកតែសម្រាប់យើងកម្រិតដំបូងបើយើងអានយូរទៅយើងអាចនឹងសមស្ដាប់បានអានបាននៅសលេងបែបហ្នឹងគឺត្រាតបងប្អូនរៀនអានរៀននិយាយឲ្យបានច្រើនយើងអាចឆាប់ចេះឆាប់ចាំបានច្រើនឥឡូវត្រង់ហ្នឹងគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលបន្តទៀតគឺវាជើងដូចតែគ្នាទេបងប្អូនជើងដូចគ្នាប៉ុន្តែវាថែមតែនយើងយកយើងអានមុនហ្នឹងយកមកបុកជាមួយនឹងតែនជាមួយនឹងណាឬយើងដូចមុនដូចពេលយើងរៀនបានមុនហ្នឹងអញ្ចឹងវីដេអូមុនអញ្ចឹងឥឡូវយើងអានទាំងអស់គ្នាត្រង់នេះបើយើងអត់មានតែនទេយើងអានថាខ្យាដល់ពេលយើងមានតែនយើងអានដូចជាសលេងធំយើងអានតឡើងសលេងទាំងអស់គ្នាតឡើងលេងធំនេះពេលយើងអានមុនហ្នឹងមុនវីដេអូមុនអញ្ចឹងឥឡូវយើងអានទាំងអស់គ្នាខ្យាខ្យឹខ្យោខ្យាខ្យឹខ្យោចាជឹជោចាជឹជោត្រង់នេះយើងអានសលេងវាដូចតែគ្នាទេបងប្អូនព្រោះអីយើងនៅពេលដែលយើងអានពាក្យអានអីទៅចេញខ្យល់ចាក់ដូចតែគ្នាទេចាក់ជឹជោចាក់ជឹជោតែភាគច្រើនចាក់ជឹជោខាងក្រោមនេះគឺអត់សូវដែលប្រើទេប្រើដែរតែប្រើមួយភាគច្រើនគេប្រើជួខាងលើយើងអានដូចគ្នាទេពីរជួហ្នឹងដល់ជួក្រោមយើងប៊ីយ៉ាប៊ីយប៊ីយ៉ូប៊ីយ៉ាប៊ីយប៊ីយ៉ូប៊ីយ៉ាប៊ីយប៊ីយ៉ូអានក្រោមទៀតផ្សាព្យព្យោផ្សាព្យព្យោយើងត្រង់នេះយើងអានដំបងយើងអានប៊ីយ៉ាប៊ីយប៊ីយ៉ូអត់បានទេបងប្អូនតែយើងកុំឲ្យវាជាប់មាត់ពេកយើងអានឲ្យវាចេញជាមួយតែមកខ្យល់បានទេបងអានផ្សាព្យព្យោបងប្អូនត្រង់ហ្នឹងគឺយើងត្រូវតែបញ្ចេញខ្យល់ព្រោះវាសំខាន់លើខ្យល់សលេងយើងអានតែច្បាស់មួយដល់ពេលយើងទៅយើងអាចរត់មាត់យើងអាចនិយាយបានស្រួលស្ដាប់បានល្អមិនឆាប់ចេះឆាប់ចាំសំខាន់ដែលយើងខំប្រឹងប្រែងទាំងអស់គ្នាកុំឲ្យតែយើងរៀនមួយថ្ងៃខាន 4-5 ថ្ងៃយើងអត់ចាំអស់ទេសំខាន់យើងរៀនតិចតួចក៏ដោយមួយថ្ងៃអីយើងអាចរៀនបាន
5ចាំបាន5ទៅ6ពាក្យក៏ល្អដែរឲ្យតែយើងចាំបានហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេចាំនៅវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញអំពីរបៀបអានរបៀបប្រកបស្រៈបូកចូលគ្នាយើងអានទៅជាពាក្យទៅជា clear ទៅជាប្រយោគឥឡូវវីដេអូមានតែប៉ុណ្ណឹងទេបងសូមអរគុណច្រើនបង